បងបងធ្លាប់តែលើពី Amat Club Dynamite Enhancement ដែលខ្លួនទៅនឹង Grid Adventure ថាក្លិនឈ្ងុយល្អចឹងថ្ងៃហ្នឹងខ្ញុំនឹងណែនាំដល់អ្នកគ្នាពីទឹកអប់មកពី brand Amat ដែលជាខ្លួនទៅនឹង brand Grid ដូចគ្នាប៉ុន្តែក្លិនខុសគ្នាក្លិនពីនេះគឺល្អខ្លាំងមែនតើចុះសម្រាប់ទឹកអប់ទី1ហ្នឹងមានឈ្មោះថា Amat Club Dynamite Select សម្រាប់ទឹកអប់នេះក្លិនឈ្ងុយមែនតើក្លិនវាឈ្ងុយបែបស្រស់ស្រាយលក្ខណៈក្រូចហើយក្រូចគឺមានច្រើនប្រភេទមានទាំងក្រូចថ្លង់មានទាំងឡែមហើយមានជាមួយនឹង Black Currant ទៀតនិយាយទៅក្លិននេះគឺក្អូបឈ្ងុយបែបដូចខ្ញុំនិយាយចឹងរៀងស្រស់ស្រាយបែបក្រូចលាយជាមួយនឹងក្លិនរៀងផ្អែមបែបផ្កាហើយក៏មានលាយជាមួយនឹងក្លិនឈើនៅក្នុងនឹងដែរក្លិននេះអាចប្រើបានទាំងប្រុសទាំងស្រីដល់អ្នកគ្នាអត់ប្រកាន់ភេទទេហើយសំខាន់ក្លិននេះគឺវា unique សំខាន់ក្លិនដូចទៅនឹងទឹកអប់ដែលមានតម្លៃថ្លៃមែនតើចឹងសម្រាប់នេះ105 ml ត្រឹមតែ$49ទេប្រភេទប្រេងរបស់វាគឺ Order Pack Fan យើងចូលមកដល់ទឹកអប់ទី2ដែលមានឈ្មោះថា Amat Club Dynamite Milestone សម្រាប់ក្លិននេះបងបងណាដែលគាត់ឆ្លាញ់ក្លិនបែបទឹកសមុទ្រចេញមកក្លិនបែបទឹកសមុទ្រស្រស់ស្រាយបែបក្រូចដូចគ្នាប៉ុន្តែក្លិននេះគឺវាអត់សូវមានភាពដែលថាផ្អែមផ្កាដូចអានេះទេប៉ុន្តែក្លិននេះ dry down ទៅគឺវាមានភាព unique របស់វាបងបងទាំងគ្នាក្លិននេះសម្រាប់បងបងណាដែលគាត់មានអត្តចរិតបែបឈៀលអត់សូវប្រកាន់ច្រើនហើយក៏អត់សូវញ៉ៃច្រើនដែរសម្រាប់ក្លិននេះខ្ញុំ recommend មែនតើបងបងអាចបាញ់ប្រើប្រាស់ប្រចាំថ្ងៃបានអត់មានផលរំខានដល់គេដោយសារក្លិនវាប្រហើរស្រាលសតុនប៉ុន្តែភាពជាប់អានេះគឺល្អខ្លាំងមែនតើជាប់បានពី10ម៉ោងឡើងអញ្ចឹងសម្រាប់បងបងណាដែលគាត់ចង់បានក្លិនដែលប្រើប្រាស់ប្រចាំថ្ងៃហើយជាប់បានយូរអត់ត្រូវការ reapply អីច្រើនអាចយកជាមួយនឹង Club Dynamite Milestone នេះបានអានេះ105 ml $49ដូចគ្នាប្រភេទប្រេងរបស់វាគឺ Order Pack Fan ដូចគ្នាអញ្ចឹងទឹកអប់ពេលនេះខ្ញុំគិតថាល្អមែនតើសម្រាប់បងបងប្រុសៗហើយស្រីៗដែលគាត់ fan ជាមួយនឹងទឹកអប់ brand Grid ណាប៉ុន្តែចង់ចំណាយច្រើនលើទឹកអប់ពេលអាចជ្រើសរើសជាមួយនឹងពីរនេះបានតម្លៃធូរថ្លៃក្លិនល្អភាពជាប់ល្អមែនតើគុណភាពគឺ the best តែម្ដងអញ្ចឹងបងបងចង់បានទឹកអប់ពេលនេះអាចតាក់ទង Pay Afterman បានណា